សួស្តីបងប្អូនអរគ្នានេះគឺជាសកម្មភាពទាំងស្រុងនៃការធ្វើងារផ្នែកសំណង់របស់បងប្អូនដែលជាកម្មករបរទេសមកធ្វើការងារនៅប្រទេសកូរ៉េបងប្អូនអរគ្នាដឹងស្រាប់ហើយថានៅប្រទេសកូរ៉េគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេនៅក្នុងអាស៊ីតែគេដាក់ឈ្មោះថាអ្នកនៅអាស៊ីអញ្ចឹងគឺជាជនកូរ៉េហើយនៅប្រទេសកូរ៉េគឺរដ្ឋាភិបាលរបស់គេបាននាំយកនៅកម្លាំងពលកម្មពីបរទេសមកជាច្រើនហើយមានប្រទេសជាច្រើនទៀតដែលមានបញ្ជូនមកដល់ប្រទេសកូរ៉េជាពិសេសគឺប្រទេសខ្មែរយើងក៏មានផងដែរហើយកម្លាំងពលកម្មទាំងអស់នោះគឺភាគច្រើនពួកគាត់គឺជាយុវជនអាយុ18ឆ្នាំទៅ40ឆ្នាំនៅក្នុងឆ្នាំ2018ដល់ឆ្នាំ2024 25នេះផងដែរកម្លាំងយុវជននិងកម្លាំងពលកម្មទាំងអស់ដែលយកមកពីបរទេសដែលសរុបមកគឺវាអាចចូល20មិន2025នេះវាអាចចូលដល់92ម៉ឺននាក់92,000 3000នាក់ជាងអាហ្នឹងបើដឹងពីភាពខ្លះហើយទាំងអស់នោះគឺមានរួមបញ្ចូលទាំងឧស្សាហកម្មកសិកម្មនេសាទការចិញ្ចឹមសត្វហើយឧស្សាហកម្មហ្នឹងគឺនិយាយពីឧស្សាហកម្មវិញគឺបងប្អូនដែលធ្វើខាងឧស្សាហកម្មពួកគាត់មានភាពងាយស្រួលឲ្យកន្លែងខ្លះក៏បាក់ដែរហើយនេះគឺជាការងារសំណង់ខ្ញុំនិយាយអំពីផ្នែកសំណង់បងប្អូនធ្វើការងារផ្នែកសំណង់គឺគាត់មានការហត់នឿយលំបាកជាពិសេសគឺខែក្តៅនឹងតែម្ដងខែក្តៅគឺក្តៅខ្លាំងយកតែមែនទែនទៅ34 36 អង្សាសេទៅថ្ងៃខ្លះហើយអាកាសធាតុក្តៅខ្លាំងវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជាឲ្យបងប្អូននឹងមានការហត់នឿយផ្នែកផ្លូវដង្ហើមធ្វើឲ្យស្ទះហើយវាអាចនឹងដល់ថ្នាក់សន្លប់បញ្ជូនទៅមន្ទីរពេទ្យឬសង្គ្រោះបន្ទាន់ក៏មានដែរដូចជាបងប្អូនមួយចំនួនដែលធ្លាប់រងការវាយប្រហារពីសំណាក់អាកាសធាតុក្តៅហក់ដល់34 35អង្សាហ្នឹងធ្វើឲ្យបងប្អូនខ្លះគាត់ខ្សោយខាងផ្នែកបេះដូងផ្នែករាងកាយរបស់គាត់ហ្នឹងធ្វើឲ្យគាត់ចាញ់កម្ដៅឈឺហើយសន្លប់នៅលើការដ្ឋានលើយ៉ាការីទាំងអស់ហ្នឹងគឺជាភាពអយុត្តិធម៌សម្រាប់ពួកគាត់នៅប្រទេសកូរ៉េដោយសារតែការងារតម្រូវឲ្យអញ្ចឹងតែម្ដងគឺយើងមិនអាចមានការរាំងបិទពីលើបាំងវិញក្រោយនេះបានទេគឺតម្រូវតែអញ្ចឹងវាមិនមែនជាភាពមួយអយុត្តិធម៌ឬយុត្តិធម៌អានេះគឺជាជំរឿនរបស់ពួកយើងក៏ប៉ុន្តែបើនិយាយអំពីស្ថានភាពអាកាសធាតុវិញគឺវាអយុត្តិធម៌សម្រាប់ពួកអ្នកសំណង់ហើយបើខែត្រជាក់វិញគឺត្រជាក់ខ្លាំងយូរមែនតើបើសិនជាធ្លាក់ព្រិលដក10ដក14ទៅដក20អង្សាអីគឺបងប្អូនអស់គ្នាគឺនៅតែធ្វើការងារនឹងដដែលដោយកន្លែងការងារគាត់គឺត្រូវការដុតភ្លើងគឺយើងប្រើភ្លើងខ្ជូងវាប្រើភ្លើងខ្ជូងឬនៅខ្លះប្រើហ្គាសដុតកម្ដៅដៃនៅខ្លះនោះក៏ខ្ជូងនេះកន្លែងការដ្ឋានគេដាក់ការដ្ឋានគេដាក់ដុតកម្ដៅពុំកម្ដៅស៊ីម៉ងឲ្យវាឆាប់ស្ងួតអញ្ចឹងយើងយកអាខ្ជូងនេះនៅសល់ឬក៏អាកុលធុងអាកុលនេះនៅសល់គឺយើងអាចដុតកម្ដៅដៃឲ្យវាក្តៅឬក្តៅខ្លួនដើម្បីជំនួយដល់សុខភាពកុំឲ្យវាត្រជាក់អស់ពេកអាហ្នឹងគឺជាផ្នែកមួយនៃផ្នែកសំណង់ហើយការងារសំណង់នេះដែរគឺវាទទួលបានប្រាក់ខែច្រើនគួរសមវាអាចថាតម្លៃខ្លួននិងតម្លៃពលកម្មហ្នឹងវាលើសនៅទៅនឹងតម្លៃពលកម្មរបស់ឧស្សាហកម្មនិងកសិកម្មនិងនេសាទចិញ្ចឹមសត្វហ្នឹងគឺវាមានតម្លៃថ្លៃខ្លួនខ្លាំងជាងដោយសារតែពួកគាត់ភាគច្រើនគឺធ្វើការងារជាលក្ខណៈម៉ោងបើហាត់ធឺភាគច្រើនធ្វើជាម៉ោងបើធ្វើគិតថ្ងៃគឺកម្លាំងពលកម្មវាដំណើរការយឺតដោយសារបងប្អូនស្រាប់បើធ្វើការងារថ្ងៃយើងធ្វើការងារ LL ធ្វើតាមតែចិត្តយើងចង់ធ្វើចង់ដេកចង់សម្រាប់ទោះបីពីណាស្រែកណាថាឲ្យក៏យើងមិនទៅជាយកទៅស្ដាប់ឬក៏សម្រាប់តាមតែបើយើងធ្វើមកដូចបងខាងនេះគាត់ធ្វើមកអញ្ចឹងគឺគាត់គិតជាក្រុមក្នុងក្រុមគាត់មានគ្នា4នាក់ហើយធ្វើជាសេតេហើយក្នុងមួយសេតេហ្នឹងតម្លៃដូចថាតាមប្រភេទផ្ចង់បើយើងនិយាយពីផ្ចង់ហ្នឹងគេរកផ្ចង់ក្រេហាត់ផ្ចង់បើខ្មែរគេហៅគឺក្រេបើក្រេគេគិតជាផ្ចង់ហើយការគិតជាផ្ចង់នេះដែរគឺតម្លៃ
CT ហ្នឹងវាប្រហែលដូចជា32ចង់34ចង់ហើយវាមានចំនួនពុំទៀតមានថា32ចង់ហ្នឹងវាតម្លៃស្មើគ្នាទេនេះកន្លែងខ្លះប្លង់ខ្លះវា32ចង់ដែរក៏ប៉ុន្តែតម្លៃវាខុសគ្នាដោយសារតែវាមានពុំច្រើន32ចង់ខ្លះវាមានពុំដល់250ចលឹកទៅ300ជាងអាហ្នឹងតម្លៃវាខ្ពស់ជាងហ្នឹងដែរវាអាចហក់ទៅដល់